សិភៅបុរាណបង្កប់អក្សរក្រៅភពដែលគ្មានអ្នកណាម្នាក់លើភពផែនដីអាចអានយល់សូម្បីតែ FBI ក៏សុំចុះចាញ់ដែរប្រិមិត្តជាទីមេត្រីតើធ្លាប់ឆ្ងល់ដែរទេលើភពផែនដីនេះមានអក្សរដែលយើងមិនអាចអានបានសាកស្រមៃមើលថាតើវានឹងទៅជាយ៉ាងណាប្រសិនបើអ្នកកាន់សិភៅមួយក្បាលដែលមានអាយុកាលរហូតដល់600ឆ្នាំប៉ុន្តែត្រូវបានសរសេរឡើងជាភាសាដែលគ្មានអ្នកណាម្នាក់លើភពផែនដីអាចយល់បានតាមរយៈការធ្វើតេស្តកាបូនបានបញ្ជាក់យ៉ាងច្បាស់ថាសិភៅនេះត្រូវបានបង្កើតឡើងតាំងពីដើមសតវត្សទី15មកម្ល៉េះហើយវាត្រូវបានសិក្សាយ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់អ្នកបំបែកកូដសម្ងាត់ដ៏ល្បីល្បាញបំផុតលើពិភពលោករួមទាំងភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBI របស់សហរដ្ឋអាមេរិកផងដែរទោះបីជាមានការព្យាយាមយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះសូម្បីតែពីមួយម៉ាត់ក៏មិនទាន់មានអ្នកណាអាចបកស្រាយបានដែរអ្វីដែលធ្វើឲ្យសិភៅនេះកាន់តែចម្លែកហួសពីការស្មាននោះគឺវានៅត្រង់ថានៅខាងក្នុងសិភៅមានរូបភាពរុក្ខជាតិប្លែកៗដែលអ្នកជំនាញមិនអាចកំណត់អត្តសញ្ញាណបានរួមទាំងគំនូសតាងតារាសាស្ត្រដែលមិនស៊ីគ្នាទៅនឹងប្រព័ន្ធតារាសាស្ត្រណាមួយដែលយើងស្គាល់លើពីនេះពីមួយទំព័រទៅមួយទំព័រសុទ្ធតែជាអត្ថបទដែលសរសេរឡើងដោយតួអក្សរដែលប្រហែលជាគ្មានវត្តមានពិតប្រាកដនៅលើโลกនេះផងក៏មិនដឹងតើវាជាការបោកបញ្ឆោតដល់ផ្អើលឆឡោដែលគេរៀបចំឡើងយ៉ាងសម្រិតសម្រាំងក្នុងមជ្ឈមសម័យឬជាអត្ថបទដែលវិទ្យាសាស្ត្រដែលត្រូវបានគេដាក់លេខកូដសម្ងាត់ឬក៏វាគឺជាភាសាមួយដែលត្រូវបានបង្កើតឡើងហើយក៏បានស្លាប់ទៅវិញជាមួយអ្នកនិពន្ធរបស់វាឬមួយក៏វាគឺជាអ្វីមួយដែលយើងមិនអាចបញ្យល់តាមបែបវិទ្យាសាស្ត្របណ្ដាអ្នកប្រាជ្ញជាច្រើនបានចំណាយពេលរាប់សតវត្សដើម្បីព្យាយាមបំបែកកូដសម្ងាត់នេះប៉ុន្តែពួកគេសុទ្ធតែបានបរាជ័យចុះសម្រាប់អ្នកវិញតើអ្នកគិតថាគឺជាអ្វីឲ្យប្រកបសូមបញ្ចេញមតិយោបល់និងគំនិតផ្ទាល់ខ្លួនរបស់អ្នកនៅខាងក្រោមនេះព្រោះតាមពិតទៅការស្មានរបស់អ្នកក៏អាចជារឿងដែលត្រឹមត្រូវដូចអ្នកជំនាញដែរអរធីញូនឹងអានរាល់មតិយោបល់របស់អ្នកទាំងអស់គ្នា